សួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំមានសម្លេង clip 125ដែលចែកជូនបងប្អូនទាំងអស់គ្នាមើលហើយសម្លេងនេះគឺវាមានបញ្ហា copy ប៊ីស្តុងខ្លាំងណានេះបងប្អូនអាចមើលបានគឺវា copy មែនតើហើយសម្រាប់ម្ចាស់គេគឺគេឲ្យខ្ញុំដូរជាមួយនឹងនេះឲ្យខ្ញុំផ្សេងឡើងជាមួយនឹងប៊ីស្តុងស៊ីនរបស់វាប៊ីស្តុងស៊ីននេះបងប្អូននេះគឺជាប៊ីស្តុងស៊ីនណាហើយសម្រាប់ប៊ីស្តុងស៊ីននេះដែរអត្ថប្រយោជន៍វាគឺទី1គឺវាធន់នឹងកម្ដៅបងប្អូនដោយម៉ូតូបងប្អូនទិញមកថ្មីមិនគឺយើងសៃស៊ីនចេះមកគឺយើងជិះបានដូចថ្មីដូចគ្នាហើយអត្ថប្រយោជន៍នៃការដែលយើងសៃស៊ីនឲ្យភ្ញៀវនេះទី1គឺប៊ីស្តុងនេះវាធន់នឹងកម្ដៅណាបងប្អូនវាដូចប៊ីស្តុងអាយទេប៊ីស្តុងអាយគឺវាអត់សូវធន់នឹងកម្ដៅហ្មងទេណាហើយអានេះគឺយើងនឹងធ្វើការសៃស៊ីនជូនបងប្អូនទាំងអស់គ្នាហើយប៊ីស្តុងស៊ីនគឺក្បាត់វាគឺស្ដើងណាបងប្អូនមើលគឺវាស្ដើងមែនតើគឺវាអត់ក្រាស់ទេតែក្បាត់ស្ដើងមែនតែគឺវាធន់នឹងកម្ដៅវាអត់ងាយចំហក្បាត់ទេណាបាទទៀតយើងនឹងការធ្វើការសៃជូននេះគឺជាក្បាត់របស់វា KWN លេខ75ហើយម៉ូតូនេះគឺគេសៃ3ដងហើយបងប្អូនដោយសារទី1យើងសៃស៊ីនហើយយើងសៃអាប៊ីស្តុងធម្មតាហ្នឹងគឺវាប្រើបានយូរទេណាគឺវាអត់មានអាធន់នឹងកម្ដៅហើយសម្រាប់ក្បាលកន្លះនេះដែរគឺយើងដូរត្រូវការដូរច្បាប់ពីដើមនេះគឺយើងត្រូវការដូរច្បាប់ហ្នឹងពីដើមហើយយើងដូរនោះគឺដូរច្បាប់ស៊ីនវាទៀតដោយសារច្បាប់នេះគឺវាឆេះអស់ហើយបើសិនជាយើងដាក់ច្បាប់ឡូគឺវាប្រើអត់ធន់ទេបងប្អូនគឺវាឆាប់ឆេះមកវិញហើយអត្ថប្រយោជន៍នៃច្បាប់ហ្នឹងវាជួយទប់កម្ដៅបងប្អូនឲ្យបានច្រើនណាគឺវាអត្ថប្រយោជន៍វាគឺជួយទប់កម្ដៅបងប្អូនហើយពិសេសគឺនេះគឺច្បាប់ខាងនេះច្បាប់ហ្នឹងងាយនឹងឆេះមែនតើបើសិនជាបងប្អូនប្រើពួកប្រភេទពួកប្រើធុងទឹកដូចជា click ពីស្អីហ្នឹងបងប្អូនប្រើច្បាប់នេះប្រើច្បាប់ឡូនឹងងាយឆេះហ្នឹងមែនតើណាបងប្អូនអញ្ចឹងតម្រូវឲ្យបងប្អូនប្រើស៊ីនទៅច្បាប់ហ្នឹងណាហើយសម្រាប់ក្បាលកន្លះនេះគាត់ដែរគឺនេះបងប្អូនអាចមើលបានណានេះបងប្អូនមើលសម្រាប់ម៉ូតូយើងដែលយឺឡើងខ្មៅហើយកកប្រេងបែបហ្នឹងអាហ្នឹងគឺម៉ូតូបងប្អូនដែលប្រើប្រេងដែលអត់មានគុណភាពប្រេងដែលវាអត់មានជាតិលម្អិលជាតិអីគ្រប់គ្រាន់ណាបងប្អូនឃើញសិតតែភក់នេះសិតតែភក់ណាបងប្អូនណាអញ្ចឹងពេលបងប្អូនសៃហើយបងប្អូនត្រូវប្រើប្រេងណាដែលមានគុណភាពគេធានាឲ្យត្រឹមត្រូវណាបងប្អូនបាទហើយប្រេងហ្នឹងក៏អាចពាក់ព័ន្ធជាមួយនឹងអាចធ្វើឲ្យប៊ីស្តុងយើងគប់ពេបានដែរណាទី1គឺវាអត់មានជាតិលម្អិលចូលទៅក្នុងសមីហ្នឹងគ្រប់គ្រាន់ទេវាអាចធ្វើឲ្យប៊ីស្តុងយើងវាកូតណាអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រេងធម្មតាបងប្អូនគួរតែគិតពិចារណាឡើងវិញនៅកន្លែងហ្នឹងនេះបងប្អូនមើលគឺសិតតែភក់បងប្អូនអាចមើលបានគឺសិតតែភក់ហ្មងហើយទៅទៀតខ្ញុំនឹងធ្វើការសម្អាតឡើងហ្នឹងឲ្យគាត់ចេញព្រោះដោយសារវាពិបាកមើលចូលភ្នែកមែនតើបងប្អូនឲ្យដាក់ចូលម៉ាស៊ីនខ្ញុំខ្លាចវាដោយទាំងជាតិប្រេងហ្នឹងដោយទាំងសម្លេងបងប្អូនទៅដែរណា